មេធំរបស់ Telegram វីវហើយខណៈពូទីនបញ្ជាឲ្យស៊ើបអង្កេតបទព្រហ្មទណ្ឌលើស្ថាបនិកក្រុមហ៊ុន Telegram ប្រទេសរុស្ស៊ីបានចាប់ផ្ដើមបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើស្ថាបនិក Telegram គឺកំពូលមហាសេដ្ឋី Pavel Durov ក្រោយដាក់ការសង្ស័យថា Telegram ញុះញង់ឲ្យមានសកម្មភាពភេរវកម្មដែលធ្វើឲ្យភាពតានតឹងរវាងវិមានកម្លាំងជាមួយ Telegram ដែលជាកម្មសិទ្ធិឬ App ផ្ញើសារដ៏ពេញនិយមដែលប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី24កុម្ភៈឆ្នាំ2026កាសែតរដ្ឋរបស់រុស្ស៊ី Rossvskaya Gazeta បានរាយការណ៍កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះថាការស៊ើបអង្កេតមួយដោយផ្អែកលើព័ត៌មានសម្ងាត់ពីទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីបានរកឃើញថា Telegram ត្រូវប្រើប្រាស់ក្នុងផែនការវាយប្រហាររបស់អ៊ុយក្រែននិងបទល្មើសផ្សេងៗទៀតដែលមានលោកខាងលិចជាអ្នកនៅពីក្រោយខ្នងចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមកហើយចោទថា App Telegram នេះកំពុងត្រូវបានសម្របសម្រួលដោយទីភ្នាក់ងារស៊ើបការសម្ងាត់របស់អ៊ុយក្រែននិងលោកខាងលិចស្ថាបនិក Telegram គឺកំពូលមហាសេដ្ឋី Pavel Durov ដែលរស់នៅក្រៅប្រទេសបានរិះគន់ការស៊ើបអង្កេតប្រឆាំងនឹងរូបលោកដោយចាត់ទុកការស៊ើបអង្កេតនេះថាជាការប៉ុនប៉ងបំបិទសិទ្ធិឯកជនភាពនិងបំបិទសេរីភាពបញ្ចេញមតិលោក Pavel Durov លោកបានសរសេរនៅបណ្ដាញទំនាក់ទំនងសង្គមថាវាពិតដ៏សោកសង្រេងណាស់ដែលប្រទេសរុស្ស៊ីខ្លាចប្រជាជនខ្លួនឯងសូមបញ្ជាក់ថាកាលពីដើមខែនេះរុស្ស៊ីបានប្រកាសថាខ្លួននឹងបន្ថយល្បឿនសេវាកម្មរបស់ Telegram ដោយនិយាយថា App ផ្ញើសារនេះបានបំពានច្បាប់ក្នុងស្រុកវាមានកម្លាំងកំពុងលើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យប្តូរទៅកម្មវិធីផ្ញើសារដែលគ្រប់គ្រងដោយរដ្ឋមួយឈ្មោះថា Mac ដែលជាផ្នែកមួយនៃផែនការខ្លួនដើម្បីបង្កើតអ៊ីនធឺណិតផ្ទាល់ខ្លួនដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាងមុនទោះជាយ៉ាងណារុស្ស៊ីមិនទាន់បានរារាំងឬបិទ Telegram ទាំងស្រុងនៅឡើយទេព្រោះវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទាំងជនស៊ីវិលនិងមន្ត្រីរាជការនៅក្នុងប្រទេសរុស្ស៊ីសូមបញ្ជាក់ថាស្ថាបនិក Telegram គឺកំពូលមហាសេដ្ឋី Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ2014ហើយពេលនេះកំពុងរស់នៅក្នុងទីក្រុងឌូបៃប្រទេសអ៊ីមីរ៉ាតអារ៉ាប់រួមខណៈដែលលោកក៏ប្រឈមមុខនឹងការឃ្លាំមើលនៅក្នុងប្រទេសលោកខាងលិចជុំវិញការព្រួយបារម្ភអំពីការត្រួតពិនិត្យតាមដានខ្លឹមសារនៅលើ Telegram ខ្ញុំតារាពី RTNews TV